តាមមានរឿងវាកាឡាទៅបើសិនជាគាត់មិនចង់ជួបមនុស្សដែលគាត់មិនគួរជួបហ្នឹងហើយនៅទាំងគ្នាជួបជាមួយនឹងមានមករៃហាងហ្នឹងណាមានមកសម្រាប់សិរឿងមួយដែលមានចង់សម្រាប់យកមកហើយតែមានគ្មានពេលសម្រាប់ឡើយនេះមានមកសម្រាប់ហ្នឹងហើយតែរឿងនេះមានចំណុចជាងថាពេលកាកម្មជួបបងសញ្ញាឥឡូវនេះខ្វែងកាពីយើងជួយការសេចក្ដីពីមួយរបស់យើងតម្រូវទៅហ្នឹងហើយនៅទាំងគ្នានៅគឺជាមកតួអង្គធម្មយើងឯងដែលគាត់មានឈ្មោះថានៅទាំងគ្នានេះគឺជាតួអង្គធម្មយើងដែលគាត់មានឈ្មោះថា Take You ឥឡូវយើងជួយការសេចក្ដីរបស់យើងតម្រូវទៅតែរឿងគឺផ្ដើមនៅលើកប៉ាល់តែចំណុចមួយដ៏ធំហ្នឹងមិនចូលលើកកប៉ាល់នោះទេលបាក់ផាជាម៉ោង 7:45 នាទីយប់កំពុងផែអន្តរជាតិនៅប៊ូសានមានបារម្ភម្នាក់បាននិយាយថាទីបំផុតដល់ពេលចេញដំណើរហើយដែលបារម្ភម្នាក់នោះក៏មានន័យច្រើនតែគឺជា Take You របស់យើងហ្នឹងហើយដោយ Take You ក៏គាត់នៅក្នុងចិត្តថាវាមិនជាការកើតរបស់ Take You នោះទេតែមានបារម្ភម្នាក់ដែលនិយាយថាការមួយដែលបាននិយាយថាតើលោកកណ្ដាលដែរតើមានអារម្មណ៍ល្អដែរទេរីករាយនឹងអ្វីដែលហៅថារាត្រីដ៏រ៉ូមែនទឹកសមុទ្រទេហើយតែខ្ញុំបានចង់ទៅវិញថាវាមិនអាក្រក់ទេវាមានមនុស្សច្រើនណាស់ក៏សំខាន់ដែរតែខ្ញុំបានបន្តថាគ្មានអ្នកណាគេសង្ស័យខ្ញុំទេគេបានរីកាតថាទាំងអ្នកទំនាក់ទំនងនឹងគីមយូហេនិងមន្ត្រីក្រសួងសន្តិសុខរដ្ឋរដ្ឋាភិបាលនឹងបញ្ជាក់នៅទីយន្តហោះរដ្ឋាភិបាលបានខ្លែងជាជនជាតិចិនគឺថារេជឡនបានខ្លែងជាជនជាតិចិនខ្ញុំគិតថាគេនឹងទៅចិនភ្លាមនៅពេលទៅដល់ជប៉ុនគីមយូហេបានកក់ហ្វឺយដែលចេញដំណើរពីស៊ីម៉ុនណូស៊ីគីនៅល្ងាចស្អែកមកតើពួកគេនឹងទៅតង់គ្នាពេលទៅដល់ជប៉ុនតើលោកមានគម្រោងចង់បញ្ចេញសកម្មភាពអីលើទេមនុស្សដែលលេងល្បែងហើយប៊ីអុបស៊ីបានល្អជាងមនុស្សក្លាហានគឺយើងឃើញថាមានមនុស្សជាច្រើនដែលកំពុងហូបអីđangលេងល្បែងហ្នឹងទេរួចតែខ្ញុំបានមកទៅរួចគិតក្នុងចិត្តថាខ្ញុំមិនសង្ស័យអ្នកណាក្នុងពិធីជប់លៀងនេះទេទាំងអស់ហើយតែមានសម្លេងម្ដងនេះបានហៅគាត់បានឆ្លើយថាជាខ្ញុំគាត់បាននិយាយទូរស័ព្ទថាគ្រាន់តែបញ្ចប់អាហារពេលល្ងាចចុះពេលនេះខ្ញុំកំពុងនៅលើផ្លូវរបស់ខ្ញុំហើយតែខ្ញុំបាននិយាយថាខ្ញុំមិនអីទេតែខ្ញុំមានអារម្មណ៍ថាត្រូវព្យាយាមបន្តិចទៀតហើយពេលនេះខ្ញុំឃើញនារីម្នាក់ដែលបានចូលនៅគីណូនេះទេលើកមិនចាំបាច់មកទេតែខ្ញុំគឺចាប់អារម្មណ៍ដល់ភ្លាមនឹងហើយទាំងអស់គ្នាមានសូមបញ្ជាក់ពីប្រវត្តិរបស់ Take You គឺថាពុករបស់ Take You និងមកប្រវត្តិរបស់ Take You គឺបានស្លាប់មកជីវិតដោយសារតែគាត់ចូលជួទៀតហើយក៏គាត់បានបន្ត Take You មិនគាត់ចូលចិត្តទៅគឺថាសូមមើលថារបស់ Take You ផងហើយគាត់គឺមិនបានត្រឡប់មកវិញទេហើយដូច្នេះហើយក្នុងជីវិតរបស់ Take You គឺមានតែម្ដាយរបស់គាត់ហើយម្ដាយរបស់គេគឺត្រូវ Take You ខ្លួនតែគឺគាត់ទៅជាភាសាទុក Take You ទៅពេលហើយម្ដាយរបស់ Take You ក៏មក Take You ធ្វើជារឿងជាប៉ូលីសសម្ងាត់ឬក៏ធានអីដែរដោយសារគាត់ខ្លាចបាត់របស់ Take You ណាទៀត Take You គឺមិនបានឲ្យគាត់ដឹងពីរឿងរបស់គាត់ទេគាត់ដួលសន្លឹកភ្លាមក៏យកទៅចឹងទៅ Take You បានគាត់ក្នុងចិត្តថានាងបានសម្លឹងមើលទើបភេទជ្ជៈមួយសន្ទុះហើយមកលំតាចេញមកនាងបានយកទឹកមួយកំប៉ុងចេញមករួចដាក់ចេញទៅបាត់ទៅដូចជាមានអ្វីផ្លែកខុសពីហ្នឹងហើយនាងលាក់អ្វីជាដើមគាត់បានខលនិយាយថាចិត្តដល់គោលដៅហើយជួបគ្នាពេលក្រោយរួចយើងសង្កត់ឃើញបុរសម្នាក់ដែលក៏មានពាក់មួកពណ៌ខ្មៅនិងអាវពណ៌ខ្មៅខោពណ៌ខ្មៅអាវក្នុងពណ៌សគាត់បានដាក់កាក់ចូលទៅក្នុងទូភេទជ្ជៈនោះពេលនេះគឺថាតែខ្ញុំគាត់បានទៅពីក្រោយហើយបារម្ភនោះក៏មានជាការភ្ញាក់ផ្អើលជាខ្លាំងដោយសារគាត់ឃើញមនុស្សមកពីក្រោយគាត់ក៏បានបើកទូភេទជ្ជៈនោះរយកទឹកភេទជ្ជៈក៏ប៉ុន្តែក៏បានតែខ្ញុំគាត់មកចាប់ពីក្រោយចឹងហើយបារម្ភនោះគាត់បានស្ដីឲ្យតែខ្ញុំថាណែអាចង្រៃនេះឯងគេថាឯងកំពុងធ្វើស្អីធ្វើតែខ្ញុំគាត់តបទៅវិញលើថាលោកដូចជាមិនច្បាស់លាស់សោះបើលោកនៅតែនៅត្រង់នេះខ្ញុំនឹងដឹងតែរកចាំលោកពេញមួយថ្ងៃហើយប
ពេលណាគឺទឹកក៏បានជ្រុំមកគាត់ក៏ស្ទុះជាទៅយកទឹកគាត់វិញក៏ប៉ុន្តែតែខ្ញុំបានចាំដៃគាត់ហើយគាត់យកទឹកនឹងបាននោះទេហើយបរិមណាគាត់បានលើកដៃឡើងមកវិញឬគាត់បានស្ដីឲ្យតែខ្ញុំទៅថាឯងអាចឈួតយកនេះតែខ្ញុំបានតទៅកាន់បរិមណាបានចាប់ដៃបរិមណាថាខ្ញុំស្ដាប់ការបញ្ជាណាលោកក៏អញ្ចឹងមិនអញ្ចឹងហើយហេឈុលជូននោះជាអ្វីដែលមនុស្សគ្រប់គ្នាធ្វើនៅក្នុងប្រភេទការងារនេះហើយបរិមអ្នកហ្នឹងក៏បាននិយាយថាយើងនឹងហើយព្រោះក៏លុបទៅក្នុងកប៉ាល់តែបរិមអ្នកហ្នឹងក៏រៀនមកដល់ភ្លើងចេញក៏ប៉ុន្តែតែខ្ញុំដឹងមកគាត់ក៏ទាត់បរិមអ្នកហ្នឹងឡើងបាត់ថ្លែងដែលក៏មិនអាចបរិមអ្នកហ្នឹងគាត់ដកកភ្លើងចេញមកតនោះទេពេលបាត់ថ្លែងរួចតែខ្ញុំក៏បានចោទឲ្យទៅច្បាច់ក៏បរិមអ្នកហ្នឹងរួចក៏បានដកកភ្លើងចេញពីអាវរបស់គាត់យកមកភ្ជុំធ្វើឲ្យមនុស្សគ្រប់គ្នានៅទីនោះរត់ឆោតឡោរួចបាននិយាយថាពួកគេមានកំភ្លើងពេលนั้นតែខ្ញុំក៏បានលោកដាក់ចូលទៅក្នុងកន្លែងយកទូនោះគឺគេថាក្នុងនោះគឺជាលក្ខណៈថាតាប់សពការក៏រាយការណ៍ឲ្យគ្រប់មកក្នុងចិត្តថានេះគូទៅជាបរមាថ្នាក់ជាតិដែរគីមយ៉ុងហេបានសតទុកតែខ្ញុំក៏បាននិយាយទៅកាន់បរមណានថាសូមទៅចេញពីផ្ទះទៅចាំបន្តិចហើយពេលនោះបរមណានក៏បាននិយាយទៅកាន់តែខ្ញុំថាតើលោកមកណៃទៅឬវាគ្មានផ្លូវដែលយើងព្រមងាប់ម្នាក់ឯងទេគឺថាបរមណានក៏បានចាប់នៅយកមកគម្រាមសម្រាប់ព្រោះនិយាយទៅកាន់តែខ្ញុំថាតែខ្ញុំនឹងតម្លាក់កំភ្លើងនោះចាស់ទៅតែខ្ញុំបាននិយាយថាហ្វែកមិនឆ្ងល់ទេមិនក៏វាដំណើរការរលូនម្លេះតាមអត្រាខ្ញុំត្រូវសរសេររបាយការណ៍នៅពេលក្រោយគាត់ក៏បានបោះវាចោលទៅប៉ះជើងនឹងបរៈនោះហាងរងអ្នកហ្នឹងគាត់បញ្ជាឲ្យនៅដែលគាត់ចាប់គម្រាមហ្នឹងឲ្យរះវាឡើងធ្វើឲ្យបរៈហ្នឹងគាត់យំហើយគាត់ក៏និយាយថាបាទក៏រើវាឡើងពេលហ្នឹងថាបរមហ្នឹងគាត់បាននិយាយទៅកាន់តែចូលផងដែរថាកុំតាមមកអីសោះតែគាត់នៅតែស្ដាប់ហើយនៅអាចចរគេហ្នឹងបាននិយាយថាកុំខិតមកចិត្តទៀតអីសោះហើយបរិយាត្រូវគេចាំហ្នឹងបាននិយាយទៅកាន់ចេះថាជួយផងសត្វនៅពេលនោះគឺថាតែខ្ញុំក៏បានលើស្នេហ៍ពលរបស់គាត់និយាយថាកូនណាមកនេះមិនលឺទេគេមិនចាប់ទេវាមានន័យថាគេមិនខ្វល់ថានឹងមានរឿងអីកើតឡើងចំណាប់អីលើកចំណាប់ក្នុងទេបើបរិមនឹងភ័យក៏បានបោះអ្នកយាមអ្នកនោះឲ្យរត់ទៅបាត់តែខ្ញុំបានស្រែកថានោះជាផ្លូវទៅជន់លើចឹងវាមិនត្រូវប្រញាប់ទេគេគ្មានផ្លូវរត់ទៅណាទៀតទេសិចបងធ្វើទៅតែរាយការណ៍ទៅ KCG ថាមានប្រដាប់អាវុធនៅលើដំបូលមានរឿងអីឬអត់ពេលនេះខ្ញុំរវល់ចាំនិយាយគ្នាពេលក្រោយគេថាប្រហែលហ្នឹងគឺគម្រាមចង់លុតទឹកចាស់តែម្ដងតែប្រហែលហ្នឹងបានស្រែកទៅកាន់តែគាត់ថាជប់នៅទីនោះហើយប្រហែលហ្នឹងមកដល់ទៅកាន់តែខ្ញុំថាយើងបានប្រាប់ថាកុំមកចិត្តទៀតហើយប្រហែលហ្នឹងគឺកាន់តែចម្លែកទៀតថាតែខ្ញុំបើយើងគឺស្ដាប់តែគាត់មកចិត្តទៀតគឺថាតែខ្ញុំក៏បានដល់ផ្លូវចេញមកគឺគាត់បានបាញ់បែរទៅក្រៅគឺចន់តែរៀបអ្នកនោះដោយសារគាត់ដឹងថាវាមនុស្សចង់មកបាញ់គាត់នៅពីក្រោយដោយដែលបានរំពឹងទុកវាគឺជាគីមយ៉ុងហេឥឡូវនេះគឺយើងដឹងហើយនៅរៀនណាក៏មានឈ្មោះថាគីមយ៉ុងហេខ្ញុំមិនប្រកាសថានាងចង់បានអីពីខ្ញុំឬហ៊ីឈុលជូនទេទោះយ៉ាងណាខ្ញុំបានទុកម្នាក់ក្នុងចំណោមពួកគេបន្ទាប់គឺហ៊ីឈុលជូពេលគាត់បែរទៅកន្លែងហ៊ីឈុលជូគឺថាគេបានហត់ទឹកសម្រាប់ខ្ញុំមកទៅហើយតែមិនជាការបន្ទុកនោះទេនឹងហើយអ្នកទាំងអស់គ្នារឿងបេសកកម្មជបងសញ្ញាគឺចាប់តាមភាពមួយហ្នឹងហើយយើងរកចាំទស្សនាភាពបន្តថាតើឈុលហ៊ីនឹងគាត់លុតទឹកសម្រាប់ខ្លួនរស់ឬក៏ស្លាប់យើងចាំទស្សនាពេលក្រោយរកចាំទស្សនានៅពេលក្រោយគ្នាបាយបាយ